ចាសួស្តីបងប្អូននាងខ្ញុំមិនជាអ្នក review ម្ហូប review ផ្លែឈើអីទេចាថ្ងៃនេះនាងខ្ញុំបានផ្លែគុយកំងពីអនឡាញពេលឃើញពណ៌ដំបូងហ្នឹងមានអារម្មណ៍ថាអន់ចិត្តពេកដោយសារវាមានអាអត់ល្អអាសកម្មហ្នឹងលាយជាមួយនឹងអាល្អហ្នឹងហើយអាសកម្មនឹងអាល្អហ្នឹងគឺវាប្រហាក់ប្រហែលគ្នាស្មើគ្នាហ្មងដល់អញ្ចឹង unboxing ដំបូងរៀងអន់ចិត្តតែបន្ទាប់ពីបានយកទៅលាងទឹកឲ្យស្អាតមកហើយនឹងយកមកភ្លក់រសជាតិមកគឺផ្អែមដូចដែលម្ចាស់ផេកហ្នឹងគាត់បានប្រាប់មែនគុយរបស់គាត់ហ្នឹងផ្អែមគ្រប់គុយទាំងអស់មិនថាអាសកម្មអាស្រស់ហ្នឹងគឺផ្អែមមានអារម្មណ៍ថាញ៉ាំទៅផ្អែមហ្មងផ្លែគុយគាត់ហ្នឹងហើយឆ្ងាញ់ទៀតអញ្ចឹងបើបងប្អូនចង់ញ៉ាំនាងខ្ញុំនឹងដាក់ឈ្មោះផេកគាត់ហ្នឹងនៅក្នុង comment មិនមែនជាអ្នកសបផ្សាយអីទេតែគ្រាន់ថាញ៉ាំទៅវាឆ្ងាញ់អញ្ចឹងណាបងប្អូនវាផ្អែមតែគ្រាន់ថាគាត់ដាក់ឲ្យខ្ញុំហ្នឹងវាមានអាសកម្មនិងអាស្រស់អញ្ចឹងណាតែញ៉ាំបានវាអត់ជាបញ្ហាអីទេហើយម្យ៉ាងទៀតដោយសារនាងខ្ញុំបានភ្លក់ទៅញ៉ាំទៅគឺគុយរបស់គាត់ហ្នឹងផ្អែមគុយរបស់គាត់ហ្នឹងមានរសជាតិផ្អែមឆ្ងាញ់ហើយតម្លៃគឺសមរម្យធូរថ្លៃទេបងប្អូនអញ្ចឹងបងប្អូនអាចរកទិញបាននៅក្នុង page របស់គាត់ហ្នឹងណាចាគុយគាត់នឹងផ្អែមណាស់បងប្អូនអញ្ចឹងបងប្អូនសាក់ទិញទៅសម្រាប់នាងខ្ញុំគឺញ៉ាំទៅផ្អែមអត់មានរសជាតិជូរអីសំបីតែបន្តិចគឺផ្អែមតែម្ដងចា